Hello 大家好ថ្ងៃនេះយើងចូលមេរៀនវគ្គដំបូងសម្រាប់អ្នកដែលបន្តចេះសិននៃភាសាចិនអញ្ចឹងមុននឹងយើងរៀនទៅដល់ពាក្យភាសាចិនដែលយើងមុននឹងអាចបានគឺយើងត្រូវរៀនស្រៈនិងជួនចំណែកជាមុនសិនអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីស្រៈនៃភាសាចិនមុនសិនដោយសារមុនហ្នឹងខ្ញុំរៀនសិស្សប៉ុន្តែឥឡូវគាត់បានចេញហើយអញ្ចឹងខ្ញុំក៏ឆ្លៀតថតបន្តិចដើម្បីបង្ហាញទៅបងប្អូនទាំងអស់គ្នាតើឥឡូវអានជាមួយខ្ញុំទាំងអស់គ្នាin หมูស្រៈអាអអអអូចឹងឲ្យតែមានចុចក្បាលពីលើនេះយើងត្រូវធ្វើមាត់ស្រួចអអានអ៊ីនអូនចឹងអានេះមានក្បាលទៀតហើយអាណាអ៊ឺនអានអឹងអ៊ីងអងចឹងយើងនៅមានទៀតតែខ្ញុំសូមបង្ហាញប៉ុណ្នេះសិនព្រោះខ្លាចបងប្អូនចាប់អត់ទាន់អញ្ចឹងបើសិនជាបងប្អូនក៏ខាត់អានរាល់ថ្ងៃខ្ញុំជឿថាបងប្អូនប្រកាសជាចាំនៅស្រៈទាំងអស់នេះព្រោះគ្រឹះនៃភាសាចិនយើងត្រូវចេះស្រៈនិងជួយជំនះវាជាមុនសិនពីព្រោះភាសាចិនពាក្យចិនគឺត្រូវការចាំវាអាចប្រកប spell ដូចអង់គ្លេសបានទេអញ្ចឹងវាត្រូវការចាំពាក្យហ្នឹងអញ្ចឹងដើម្បីយើងរៀនអក្សរចិនពាក្យចិនចេះតើតែយើងចេះស្រៈនឹងជាអ្នកសិនជាមុនសិនឧទាហរណ៍ថាតាអញ្ចឹងយើងយកជាអ្នកតបូកស្រៈអាហើយគេមានសលេងរបស់វាទៀតអញ្ចឹងខ្ញុំបង្ហាញនៅវីដេអូក្រោយសលេងទី4តាអញ្ចឹងបកថាធំអញ្ចឹងដើម្បីយើងរៀនអក្សរចិនចេះតើយើងចេះស្រៈនិងជួយចំណែកជាមុនសិនអូខេអរគុណបងប្អូនទាំងអស់គ្នាបើសិនជាមានកន្លែងណាខុសឆ្គងសូមអភ័យទោសផងចែកជៀន